សួស្តីបងបងជាងសាឡនតោះថ្ងៃនេះគឺមានមេរៀនមួយពីរបៀបអ៊ុតសក់ត្រង់តោះមើលទាំងអស់គ្នាហើយអ៊ុតខ្ញុំអ៊ុតនេះគឺអ៊ុតសម្រាប់សក់ធម្មជាតិសក់ដើមធំបងបងអញ្ចឹងគឺយើងជ្រើសរើសជាមួយនឹងថ្នាំបធាបន្ទាប់មកយើងចាក់អក្សរ A បន្ទាប់មកអត់ភ្លេចទេជាមួយនឹងប្រេងនេះគឺជួយការពារសរសៃសក់ទី1ទី2ផ្ដល់សំណើមហើយសម្រាប់បងបងដែលគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃក៏បានដែរបងបងសម្រាប់បងបងដែលគាត់កក់ហើយយកទៅលាបនេះគឺជួយព្យាបាលសម្រាប់សរសៃសក់ស្ងួតសរសៃសក់អត់មានសំណើមនេះបន្ទាប់មកយើងធ្វើការចាក់បែងសក់ជា3លាបអញ្ចឹងខ្ញុំលាបផ្នែកខាងក្រោយមុនបងផ្នែកខាងក្រោយគឺសរសៃសក់គឺមាំជាងផ្នែកខាងមុខបងជាងគឺបងដឹងហើយថាផ្នែកខាងក្រោយគឺសរសៃសក់គឺមាំជាងផ្នែកខាងមុខអញ្ចឹងខ្ញុំធ្វើការលាបផ្នែកខាងក្រោយមុនបន្ទាប់មកខ្ញុំចោល1សង់ទីម៉ែត្រចេញពីស្បែកក្បាលស្មើនឹង1គ្រាប់ស្រូវហើយមិនថាថ្នាំពណ៌ឬក៏ថ្នាំអ៊ុតទេគឺខ្ញុំតែងតែចោល1សង់ទីម៉ែត្រស្មើនឹង1គ្រាប់ស្រូវបងអាចមើលបាននេះខ្ញុំធ្វើការឆែកម្សាទៀតយើងមើលថាតើកន្លែងណាយើងនៅខ្វះខាតទឹកថ្នាំអីយើងមើលបំពេញបន្ថែមហើយខ្ញុំបញ្ជាក់ទៀតសម្រាប់ការលាបទឹកថ្នាំខ្ញុំអត់ឲ្យបងពពកច្រើនពេកទេគឺល្មមធ្វើម៉េចឲ្យសប់សរសៃសក់បៀកវាឲ្យស្មើបើគឺអ៊ុតគឺសំខាន់មែនតើសម្រាប់លាបទឹកទី1កណាបងអត់ប្រយ័ត្នគឺវាទី1អាចដាច់អញ្ចឹងណាបន្ទាប់មកខ្ញុំទុករយៈពេល20នាទីសក់គាត់រាងខ្សោយធំបន្ទាប់ខ្ញុំទាញបែបហ្នឹងបងមើលគឺទាញបែបហ្នឹងគឺអត់ដាច់ទេបងទាញវាយឺតបានន័យថាវាចូលទឹកថ្នាំបានល្អហើយចឹងបងអាចយឺតប៉ុណ្នេះហើយបងអាចទុករយៈពេល5នាទីទៀតក៏បានឬក៏បងលាងភ្លាមក៏បានវាចូលបានល្អខ្ញុំទាញពី3កន្លែងមុនយើងធ្វើការលាងហើយគៀបហើយកណាបងដាក់ទឹកថ្នាំដល់ពេលដែលបងគៀបទៅគឺសរសៃសក់ភ្លឺរលោងតែម្ដងហើយប្រេងគឺជំនួយសរសៃសក់ខ្លាំងមែនតើគឺធ្វើឲ្យសក់មានសំណើមអញ្ចឹងបងដែលគាត់ត្រូវការប្រេងបងអាចយកទៅដាក់បានច្រើនយ៉ាងទី1បងអាចលាបពេលដែលភ្ញៀវគាត់កក់សក់ឬក៏បងអាចលាយជាមួយថ្នាំអ៊ុតថ្នាំពណ៌បាននេះបន្ទាប់ពីយើងអានគៀបទឹករីកទី1រួចហើយបងឃើញហើយអញ្ចឹងយើងទុកឲ្យត្រជាក់បន្ទាប់មកបានយើងចាក់អក្សរ B ហ្នឹងបានន័យថាទឹកទី2អញ្ចឹងអក្សរ B នេះគឺខ្ញុំទុករយៈពេលត្រឹមតែ10នាទីទេខ្ញុំនឹងធ្វើការលាងចេញឲ្យដាក់អប់តែម្ដងបងហើយថ្នាំអ៊ុតនេះដែរគឺអ៊ុតអត់តមទឹកទេបងអញ្ចឹងគាត់អ៊ុតហើយគាត់អាចត្រូវទឹកបានភ្លាមតែយើងអត់ឲ្យត្រូវទឹកភ្លៀងទេបន្ទាប់មកទឹកទី2គឺយើងអត់បញ្ហាបងដោយសារវាជាពពួកថ្នាំអប់ជាពពួកសេរ៉ូមជាពពួក collagen ជួយចិញ្ចឹមបំពន់សរសៃសក់បន្ទាប់មកយើងបានអ៊ុតរួចរាល់ហើយបងឃើញទេអញ្ចឹងសម្រាប់បងដែលមានចម្ងល់គឺយើងធ្វើជាវីដេអូពេញតែម្ដងអរគុណច្រើនសម្រាប់ការតាមដាន